Tại sao mà tao mớiរៀនយ៉ាងទៀតនេះជាការកាត់អក្សរមុខរងហើយការកាត់នេះវីដេអូចង់បង្ហាញពីការប្រើស្លឹកស្នោដើម្បីកុំឲ្យខាតស្លឹកស្នោយើងណាអញ្ចឹងយើងអាចសរេស្រាអក្សរហ្នឹងដើម្បីឲ្យជំរឿននឹងស្លឹកស្នោរបស់យើងនឹងតែម្ដងបាទអញ្ចឹងយើងបង្កើតស្លឹកកិច្ចការមួយមកស្លឹកកិច្ចការរបស់យើងនេះគឺមានទំហំស្នោស្រាប់ដោយសារស្លឹកកិច្ចការនេះយើងយកតម្រូវជាមួយនឹងទំហំស្នោអញ្ចឹងនៅក្នុងនេះស្នោយើង500ប៉ុណ្ណេះយើងដកតិចតិចទៅមកវាដល់ខាងពេកយ៉ាងមានន័យថា49 99ហើយបន្ទាប់មកគឺយើងទៅមានអក្សរដែលយើងគូសហើយតែអក្សរគូសនេះមាននៅក្នុងវីដេអូផ្សេងទៀតប៉ុន្តែនៅពេលនេះខ្ញុំអត់បរៀនគូសទេគឺបរៀនការដាក់ហើយនៅកន្លែងនេះគឺយើងខាត់មកដើម្បីកុំឲ្យវាខាត space ទេហើយបន្ទាប់មកយើងចុច P មួយមកវារត់ចូលហើយបន្ទាប់មកយើងទៅ select នៅលើនេះអញ្ចឹងស្លឹកកិច្ចការរបស់យើងមិញ49 99តមក enter មកអញ្ចឹងមានន័យថាអក្សរយើងនេះរត់ចូលនឹងស្លឹកកិច្ចការនឹងហើយប៉ុន្តែយើងឃើញថានេះសល់ស្វែងខាងក្រោមនេះសល់ខាងនេះអញ្ចឹងវាអាចនឹងអក្សរយើងរៀងទូអញ្ចឹងយើងចង់ធ្វើមិនឲ្យបានវាពេញអាហ្នឹងទៅយើងកែកុនទៅអញ្ចឹងមានន័យថានៅកន្លែងនេះយើងអាចកែកុនទៅអក្សរហ្នឹងយើងយកអក្សរមិញគឺ49យើងដាក់មួយមកអញ្ចឹងវាលូត49ហើយអញ្ចឹងយើងខាត់ឲ្យវាចំកណ្ដាលទៅយើងខាត់ទៅតាមបច្ចេកទេសដែលយើងចង់ខាត់ទៅហើយនៅខាងនេះយើងអាចស្លេចចឹងដែរមក49មកអញ្ចឹងយើងខាត់ទៀតខាត់ទៅចំកណ្ដាលដែរទៅហើយបន្ទាប់មកដោយសារតែយើងនៅសល់ space កន្លែងនេះយើងអាចខាត់ជាស្រៈអុកយើងឲ្យវែងឬក៏យើងបន្ថែមនៅជើងកន្លែងសនេះយើងអាចទាញម្ដងក្រោមឬក៏ម្ដងដំណាដែលអត់លោកស្រីចង់បានទៅហើយបន្ទាប់មកយើង smooth លើវាតិចទៅ smooth យើងទាញស្រីអីលេងឬក៏យើងចាក់ smooth ចូលតែម្ដងក៏បានដែរប៉ុន្តែអានេះនៅនេះខ្ញុំគិតថាខ្ញុំទាញលេងអញ្ចឹងទៅប៉ុន្តែបើអត់លោកស្រីអាចចេះប្រើយ៉ាងម៉េចស្រួលប្រើតាមនឹងទៅអញ្ចឹងយើងខាត់យើងអីទៅប៉ុន្តែអានេះខ្ញុំអត់បរៀនពីការខាត់ហ្នឹងទេដោយសារតែយើងចង់និយាយពីស្លឹកស្នោតែប៉ុណ្ណឹងអញ្ចឹងនៅកន្លែងនេះយើងខាត់យើងបរិយាព្រមអីធ្វើទៅតាមបច្ចេកទេសរបស់បងប្អូនទៅហើយចង់ពុតចង់ខាត់ចង់អីយ៉ាងម៉េចក៏ខាត់ទៅហើយនៅកន្លែងនេះយើងអាចបរិយាព្រមអីយ៉ាងទៅហើយខាងនេះខាងក្រោមខាងលើអមតែវាយើងចេះយើងចង់ដាក់អក្សរនេះយើងទៅដល់លើយើងដាក់វាទៅដល់លើទៅណាស្អែកអត់លោកស្រីគិតទេហើយបន្ទាប់មកកន្លែងនៅសក់នេះយើងអាចចង់ខាត់វាមកអញ្ចេះក៏បានដែរនិយាយទៅកន្លែងនេះយើងអាចពុតធ្វើមិនក៏បានដែរយើងពុតតាមចំណង់ចំណូលចិត្តដែលយើងចង់ទៅហើយបន្ទាប់មកយើង smooth យើងខាត់យើងអីលើវាបន្ថែមណាប៉ុន្តែក៏ចំណុចទាំងនេះខ្ញុំទៅបញ្ជាក់យ៉ាងការបរៀនគឺយើងដើម្បីឲ្យអស់ស្លឹកស្នោនេះកុំឲ្យយើងប្រើប្រាស់ស្លឹកស្នោទៅខាតអញ្ចឹងចំណុចប៉ុណ្នេះហើយបងប្អូនយើងអាច merge បញ្ចូលគ្នាទៅ merge ខាងនេះទៅឈ្មោះកូនប្រុសកូនស្រីនេះយើង merge បញ្ចូលហើយបន្ទាប់មកយើង note ដៅវាមួយប៉ោះមកហើយក៏យើងអាចទៅ save ជា file extension ត្រូវកន្លែងកាត់ស្នោបានហើយអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណឹងអាចមានអីបន្ថែមសូម comment និង chat សួរបានបាទសូមអរគុណ